បាទសូមជម្រាបសួរនិងសួស្តីទៅកាន់បងប្អូនអរគ្នាសម្រាប់វីដេអូនេះខ្ញុំនឹងមកបង្ហាញបងប្អូនអរគ្នាអំពីរបៀបធ្វើក្បាលវីដេអូឬក៏យើងហៅថាវីដេអូ intro សម្រាប់យើងធ្វើការកាត់បញ្ចូលជាមួយនឹងវីដេអូរបស់យើងសម្រាប់ផុសចូលទៅកាន់ YouTube ឬក៏ Facebook ជាដើមណាអញ្ចឹងដូចជា intro ដែលខ្ញុំបានបង្ហាញនៅខាងដើមនៃវីដេអូអញ្ចឹងគឺខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាអំពីរបៀបក្នុងការកាត់ក្នុងការធ្វើដែលប្រើប្រាស់ទៅលើកម្មវិធី KineMaster ណាអញ្ចឹងបងប្អូនត្រូវមានកម្មវិធីកាត់ត KineMaster ឬក៏កម្មវិធីណាមួយក៏បានដែរដែលបងប្អូនធ្លាប់ប្រើប្រាស់ហើយបងប្អូនគិតថាអាចយកមកប្រើប្រាស់បានអញ្ចឹងកុំឲ្យខាតពេលតោះខ្ញុំទៅប្រាប់បងប្អូនតែម្ដងអំពីរបៀបក្នុងការកាត់ឬការធ្វើទាំងអស់គ្នាអញ្ចឹងចំណុចដំបូងបើសិនជាបងប្អូនអត់មានកម្មវិធី KineMaster នេះទេគឺបងប្អូនត្រូវធ្វើការតឡើងនៅកម្មវិធី KineMaster អញ្ចឹងខ្ញុំប្រើប្រាស់កម្មវិធី KineMaster សម្រាប់ការកាត់ឬក៏ការធ្វើទៅលើវីដេអូ intro ឬក៏ក្បាលវីដេអូហ្នឹងឯងអញ្ចឹងយើងចុចមកកាន់ KineMaster របស់យើងមកបាទបន្ទាប់ពីចូលដំបូងគឺវាបង្ហាញប្រងបែបនេះគឺអញ្ចឹងបងប្អូនត្រូវចុចមកកន្លែងនេះណាកន្លែងអូខេកន្លែងនេះកន្លែងសញ្ញាលេខបូកឯងចុចចូលមកសញ្ញាលេខបូកបាទហើយបងប្អូនយកតម្រងបញ្ឈរឬក៏តម្រងផ្ដេកណាគឺខ្ញុំប្រើប្រាស់តម្រងផ្ដេកគឺ 16.9 អញ្ចឹងបងប្អូនយកហ្នឹងមកបាទអញ្ចឹងវានឹងបង្ហាញតម្រងបែបនេះហើយបងប្អូនត្រូវចុចយកកន្លែងពាក្យថា media ផ្នែកខាងលើនេះណាបាទចុចលើហ្នឹងមកហើយដើម្បីបន្តទៀតគឺយើងត្រូវយក background មួយអញ្ចឹងយកកន្លែង background បាទហើយបងប្អូនយកពណ៌ខ្មៅណាខ្ញុំយកពណ៌ខ្មៅបាទហើយយើងអូសវាឲ្យរាងវែងបន្តិចមកបាទវែងប៉ុណ្ណេះចុះបាទហើយយើងចុចសញ្ញា tick បាទចុច tick មួយមកបាទបន្តទៀតបងប្អូនត្រូវចុចមកកន្លែងពាក្យថា media នេះម្ដងដើម្បីយើងទៅយកទៅ add នៅរូបភាពរបស់យើងយកមកបញ្ចូលណាបាទអញ្ចឹងខ្ញុំប្រើប្រាស់រូបភាពរបស់ខ្ញុំមួយនេះណានេះរូបភាពនេះបាទអូខេអញ្ចឹងយើង add វាបញ្ចូលមកបន្តដល់ទៀតបាទខ្ញុំយករូបភាពម្ដងទៀតដើម្បីខ្ញុំបង្ហាញបងប្អូនតែម្ដងបាទឲ្យវាលោតចូលមកដែរហើយបងប្អូនសេរីវាតូចល្មមទៅធ្វើឲ្យវាចំចំណុចកណ្ដាលហើយបងប្អូនអូសឲ្យស្មើជាមួយនឹង background របស់យើងមកបាទអញ្ចឹងយើងចុច tick មួយទៀតណាចុច tick មួយទៀតបាទអញ្ចឹងវាបានប៉ុណ្ណេះហើយអញ្ចឹងបងប្អូន play មកគឺវានៅនឹងធម្មតាទេបាទតទៅទៀតបងប្អូនត្រូវចូលមកកាន់ media ម្ដងទៀតដើម្បីយើងសំទោស layer ម្ដងទៀតដើម្បីយើងទៅធ្វើការ add នៅអូខេជាមួយនឹងintro ដែលយើងមានស្រាប់ដែលយើងបាន download ណាបាទអញ្ចឹងរក intro ដែលយើងបាន download វាហើយអូខេហើយខ្ញុំអូសវាមកអស់ណាដើម្បីខ្ញុំរកអូខេអញ្ចឹង intro មួយនេះណានេះ intro នេះបាទបាទអញ្ចឹងអូខេអញ្ចឹងវាខ្លីអញ្ចឹងយើងកាត់អានេះចោលវិញណាកាត់ background ឲ្យស្មើវារុញក៏បានយើងកាត់វាចោលក៏បានដែរចុចសញ្ញាកត្រៃនេះបាទអញ្ចឹងយើងខ្ញុំកាត់វាឲ្យស្មើគ្នាណាឲ្យស្មើជាមួយនឹង intro ដែលយើងបាន add ចូលមិញហ្នឹងបាទរូបភាពរបស់យើងក៏ដូចគ្នាយើង add កាត់វាចោលឲ្យស្មើជាមួយនឹង intro មកបាទអញ្ចឹងគឺវាបានប៉ុណ្ណេះហើយនេះណាអញ្ចឹងយើងធ្វើការចុចលើ intro នឹងមួយដើម្បីយើងទាញវាឲ្យស្មើជាមួយនឹង background យើងសិនជាមួយនឹងទំហំរបស់យើងត្រឹមត្រូវសិនបាទអញ្ចឹងយើងបានប៉ុណ្ណឹងហើយអញ្ចឹងវាអត់ទាន់បង្ហាញជារូបភាពទេដោយសារតែវានៅមានពណ៌នេះពណ៌បៃតងនេះនៅបាំងអញ្ចឹងដើម្បីធ្វើការកាត់នៅពណ៌បៃតងនេះចោលបងប្អូនត្រូវចុចលើកន្លែងក្បាល intro ហ្នឹងអូខេចុចលើហ្នឹងហើយបងប្អូនអូសមកជួរនេះដើម្បីយើងរកកន្លែងពាក្យថាជ្រោម key នេះបាទយើងចុចលើជ្រោម key ហ្នឹងហើយធ្វើការបើកដើម្បីយើងកាត់នៅពណ៌ background ចោលពណ៌បៃតងចោលណាបាទយើងសេរីវាបន្តិចទៅបាទប៉ុណ្ណឹងគឺបងប្អូនចុច tick បានហើយអូខេអញ្ចឹងវាបង្ហាញទម្រង់បែបនេះអញ្ចឹងបន្ទាប់ពីយើងគិតថាអូខេហើយបងប្អូនចង់ថែមជាពាក្យអីដូចខ្ញុំក៏បានហើយយើងដាក់ឲ្យមានពាក្យឬក៏ឈ្មោះរបស់យើងលោតមកយើងដាក់អូខេចូលកន្លែងសញ្ញា layer ហើយយើងចុចយកកន្លែងសញ្ញា sortie នេះដើម្បីយើងទៅ save ឈ្មោះ channel របស់បងប្អូនមកណាបាទចុចលើសញ្ញានេះដើម្បីយើងទៅ save អូខេឈ្មោះ channel របស់ខ្ញុំសំភ័រ tick now បាទហើយចុចកន្លែងសញ្ញានេះយើង tick អូខេអញ្ចឹងយើងដាក់វាយើងសេរីវាមកប៉ុន្មានបាទបងប្អូនចាប់បានទំហំប៉ុណ្ណាហើយបងប្អូនអាចដាក់ជាមួយនឹង font ណាអាចដាក់ជា font style អក្សរដែលបងប្អូនចង់បាន
ប្រភេទបែបណាគឺបងប្អូនselectយកបែបហ្នឹងទៅគេយកមួយនេះចុះហើយចុច tick បាទឃើញទេគឺវាបដូរទម្រង់អក្សរហើយបងប្អូនចង់ដាក់ជា color ជាពណ៌អក្សរផ្សេងទៀតគឺបងប្អូនអាចសេរីបានណាបាទឥឡូវតែខ្ញុំយកពណ៌លឿងបាទពណ៌លឿងឃើញទេបាទហើយខ្ញុំដាក់ stroke ណាដាក់ stroke ពណ៌ខ្មៅក៏បានពណ៌អីក៏បានហើយបងប្អូនចង់ដាក់ពណ៌ក្រហមតែខ្ញុំចង់ដាក់ពណ៌ក្រហមចុះបាទចុចនេះមកធ្វើបាទអញ្ចឹងវាបានសំទោសវាបានប៉ុណ្ណឹងហើយគឺយើងចង់ធ្វើការឲ្យអក្សរហ្នឹងលោតចេញមកទម្រង់ផ្សេងសំទោសម្ដងទៀតបាទបើសិនជាបងប្អូនចង់ឲ្យអក្សរនឹងវាចេញមកទម្រង់វាលោតណាគឺយើងអាចចុចមកកន្លែងប៉ះទៅលើកន្លែងអក្សរហ្នឹងហើយយើងចុចកន្លែងពាក្យថា animation នេះអូខេយើងចង់បាន style ចេញមកបែបណាគឺបងប្អូនធ្វើការរើសទៅបាទអូខេយើងចង់បានម៉េចគឺយើងអាចធ្វើការដាក់បានណាយើង select ទៅបាទឥឡូវទៀតខ្ញុំយកអូខេបាទហើយយើងធ្វើការសេរីនៅល្បឿនរបស់វាកុំឲ្យវាលឿនពេកក៏បានអូខេយើងដាក់មកបាទប៉ុណ្ណឹងមកយើងចុច tick ទៅបើសិនជាយើងគិតថាអូខេហើយបាទអូខេហើយយើងចុច play មកហើយបងប្អូនអាចធ្វើការ add ជាមួយនឹងប៊ូតុង subscribe បន្ថែមទៀតក៏បានណាប៉ុន្តែខ្ញុំដោយសារតែជាការចែករំលែកជាការបង្ហាញខ្ញុំសូមធ្វើការបង្ហាញប៉ុណ្ណឹងហើយជាមួយនឹង link ជាមួយនឹងក្បាល intro នេះចាំខ្ញុំដាក់នៅខាងក្រោម description នៅក្នុងវីដេអូគឺបងប្អូនអាចចូលទៅធ្វើការ download បន្តបានយកមកប្រើប្រាស់បន្តអូខេអញ្ចឹងមានប៉ុណ្ណឹងទេអញ្ចឹងគឺយើងអាចធ្វើការបន្តទៅយើងនេះបានហើយយើងគិតថាអូខេហើយគឺបងប្អូនអាចធ្វើការ download ចេញបានណាអាចធ្វើការ download ទៅនេះមកបានបាទចុចទៅនេះមកដើម្បីយើងធ្វើការ download អូខេអញ្ចឹងបងប្អូនធ្វើការ download វាមកគឺ export វាទៅគឺជាការស្រេចហើយបាទអញ្ចឹងវាបានធ្វើការ export រួចរាល់គឺយើងអាចធ្វើការអូខេយក intro ឬក៏ក្បាលវីដេអូហ្នឹងទៅកាត់តជាមួយនឹងវីដេអូរបស់យើងបានអូខេអញ្ចឹងគឺរួចរាល់ហើយយើងអូខេអញ្ចឹងយើងថយមកគឺយើងអាចទៅមើលនៅក្នុង gallery របស់យើងនៅក្នុងកន្លែងបន្ទុកវីដេអូយើងបានហើយគឺមានប៉ុណ្ណឹងសម្រាប់បងប្អូនអរគ្នាអរគុណណាបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីចំណុចចាប់ផ្ដើមរហូតដល់ចប់ចុងក្រោយបងប្អូនថ្មីដែលមិនទាន់បានចុច subscribe ទេកុំភ្លេចជួយ subscribe channel ខ្ញុំម្នាក់មួយផងដើម្បីបានទទួលវីដេអូថ្មីបន្ថែមអរគុណបងប្អូនជម្រាបលាទាំងអស់គ្នាសុខសប្បាយណាបាយបាយ